ថ្ងៃនេះខ្ញុំមានដំណឹងល្អចង់មកជម្រាបជូនពុកម៉ែបងប្អូនទាំងអស់គ្នាកុំតន់អូរំលងណាមើលដល់ចប់សិនបងប្អូនដែលមានចំណាប់អារម្មណ៍ចង់រកស៊ីហើយចង់ស្គាល់រោងចក្រធំៗនៅក្នុងប្រទេសចិនដើម្បីយកមកគ្រប់គ្រងនៅក្នុងស្រុកខ្មែរតែអត់ដឹងថាស្វែងយល់តាមណាឬក៏ទំនាក់ទំនងតាមរយៈនរណាខេឥឡូវនេះឡើយពិបាកស្វែងរកទៀតហើយដោយសារតែនៅប្រហែលថ្ងៃខាងមុខនេះយើងនឹងមានជាមួយនឹងការពិព័រណ៍នៅក្រុមហ៊ុនចិននៅក្នុងប្រទេសកម្ពុជាដែលមានបណ្ដាក្រុមហ៊ុនក៏ដូចជាសហគ្រាសជាង100ក្រុមហ៊ុននឹងចូលរួមនៅក្នុងសាលពិព័រណ៍កោះពេជ្រនៅថ្ងៃខាងមុខនេះតែម្ដងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍កុំភ្លេចចូលរួមបានច្រើនកកផងណាសម្រាប់ខ្ញុំពេលបានឃើញហើយគឺចង់ទៅមែនតើដោយសារតែខ្ញុំបានជួបជាមួយនឹងរោងចក្រផ្ទាល់ដែលមាននៅគ្រប់វិស័យមិនថាវិស័យគ្រឿងអេឡិចត្រូនិកវិស័យគ្រឿងបន្លាស់ម៉ូតូវិស័យសម្ភារៈពាក់និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃជាច្រើនទៀតអញ្ចឹងសម្រាប់បងដែលគាត់ចង់បោកជា business ហើយចង់ស្គាល់ឬក៏ចង់ជួបជាមួយនឹងក្រុមហ៊ុនផ្ទាល់អាចអញ្ជើញទៅកាន់ទីតាំងសាលពិព័រណ៍កោះពេជ្រដែលយើងធ្វើនៅថ្ងៃទី28 29ថ្ងៃទី30ខែកញ្ញាឆ្នាំ2025អញ្ចឹងកុំភ្លេចចូលរួមបានច្រើនកកហើយខ្ញុំនឹងធ្វើការដាក់វីដេអូនៅខាងក្នុងវីដេអូកុំភ្លេចទស្សនាដល់ចប់ផងណាបាយបាយពិព័រណ៍ផលិតផលចិននៅកម្ពុជានៅថ្ងៃទី28 29 30ខែកញ្ញាឆ្នាំ2025អាជីវករទាំងអស់អ្នកបោះដុំលក់រាយអ្នកលក់អនឡាញទាំងអស់មិនបាច់ដល់ប្រទេសចិនប៉ុន្តែពេលនេះគឺក្រុមហ៊ុនចិនមកដល់ខ្មែរតែម្ដងមានទំនិញគ្រប់ប្រភេទគ្រប់មុខគ្រប់បែបគ្រប់យ៉ាងទាំងអស់សម្រាប់បងប្អូនទាំងអស់គ្នារើសតាមចិត្ត